បើកទ្វារមកខ្ញុំឈ្មោះជាវយេហែនខ្ញុំជាកូនស្រីបង្កើតរបស់គាត់ហើយខ្ញុំនឹងត្រូវគេយកធ្វើជាកូនចិញ្ចឹមគ្រួសារក្មេងព្រៃឲ្យឯងមកពីណាតើពួកគេហ៊ានបង្កបញ្ហានៅក្នុងវិមានរបស់ព្រះអង្គចេញពីទីនេះឥឡូវនេះខ្សោយដូចផ្លែទឹមទុនអ្នកហ៊ានបញ្ឈប់ខ្ញុំមែនទេព្រះអង្គគំចាស់ឲ្យមាននរណាម្នាក់បានលួចចូលទៅក្នុងវិមានក្មេងតូចអះអាងថាជារបស់អ្នកកូនស្រីបានទាត់ទ្វារចុះហើយវាយឆ្មាំដែលរងរបួសទាំងអស់ត្រូវបានអូសចេញហើយបោះចូលនាងមើលទៅល្អពីចម្ងាយវាត្រជាក់ពេកមិនដូចដុំទឹកកកតតែសោះអ្នកណាអនុញ្ញាតឲ្យអ្នកចូលមកខ្ញុំឈ្មោះយូជីជូហើយខ្ញុំមានអាយុ3ឆ្នាំកន្លះកូនស្រីបង្កើតរបស់អ្នកចាប់ពីថ្ងៃនេះទៅចាប់ពីពេលនេះទៅពាក់កណ្ដាលនៃវិមានរបស់ព្រះអង្គម្ចាស់នឹងជារបស់ខ្ញុំហើយសម្លៀកបំពាក់ស្អាតទាំងអស់នោះបើអ្នកចង់បានចំណែកមួយខ្ញុំនឹងឲ្យទៅខ្ញុំគ្មានទេអ្នកមានកូនស្រីម្នាក់ប៉ុន្តែឪពុករបស់អ្នកមិនស្គាល់នាងទេ9ប៉ាបោះបង់ចោលប្រពន្ធនិងកូនស្រីរបស់គាត់9អ្នកគ្មានផ្ទះសម្បែងទេកុំយំអីវាងមិនបាននិយាយថាគាត់ចង់ឲ្យអ្នកចាក់ចេញទេចាប់ពីពេលនេះទៅវិមានរបស់ព្រះអង្គម្ចាស់នឹងក្លាយជារបស់ខ្ញុំអ្នកមកពីណាម្ដាយរបស់អ្នកគឺម្ដាយខ្ញុំបានទទួលមរណភាពហើយគាត់និយាយថាអ្នកគឺជាខ្ញុំប៉ាបានបញ្ជូនខ្ញុំមកសុំអាហារពីអ្នកខ្ញុំត្រូវការបន្ទប់មួយប្រាក់ច្រើនណាស់តើអ្នកកំពុងធ្វើអ្វីព្យាយាមលួចរបស់ខ្ញុំបេសសូមឲ្យខ្ញុំប្រាប់អ្នកថាវិមានទាំងមូលរបស់ព្រះអង្គម្ចាស់ជារបស់ខ្ញុំអ្នកមិនត្រូវបានអនុញ្ញាតឲ្យប្លន់នៅឆ្នាំនោះទេនៅព្រំដែននៅយប់ភ្លៀងធ្លាក់មួយរូបរាងចាស់ស្លូតបូតរូបនេះមានអ្នកណាម្នាក់មកយកគាត់ទៅហើយឲ្យគាត់ស្នាក់នៅក្នុងសាលចំហៀងសូមរៀបចំសម្លៀកបំពាក់និងអាហារព្រះអង្គមិនត្រូវធ្វើប្រហែសឡើយព្រះអង្គឲ្យខ្ញុំមិនចង់បានសាលធំទេខ្ញុំចង់ដេកជាមួយប៉ាទេខ្ញុំនឹងមិនចុះទៅទីនោះទេអ្នកជាឪពុករបស់ខ្ញុំដូច្នេះអ្នកត្រូវតែនៅជាមួយខ្ញុំនឹងគេងឬខ្ញុំនឹងយំរហូតដល់រាជធានីទាំងមូលដឹងថាអ្នកត្រូវបានគេធ្វើបាបតុកតាតូចឡើងមកនេះឲ្យលឿនហើយដេកជាមួយជីជីនំជោប្រាក់វងវិមាននេះគ្រាន់តែជាក្មេងតូចម្នាក់ប៉ុណ្ណោះចូលយើងរក្សាវ៉ាទុកនេះពិតជាហួសហេតុណាស់វាមិនអាចទុកចោលបែបនេះបានទេវារបស់ខ្ញុំប៉ាមិនអនុញ្ញាតឲ្យយកវាទៅណាទេណែនាំផ្ទះបាយឲ្យរៀបចំអាហារពេលព្រឹកញ៉ាំយឺតទៅគ្មានអ្នកណាលួចអាហាររបស់ប៉ាទេសូម្បីតែដីក៏អាចបរិភោគបានដែរក្លិនក្រអូបខ្លាំងណាស់លោកម្ចាស់ខ្ញុំបានឮថាមាននរណាម្នាក់បានមកដល់វិមានព្រះនាងវ័យក្មេងត្រូវបានរៀបចំយ៉ាងពិសេសជាមួយនឹងភាពប្រណិតផ្ដល់ជូនអាហារសម្រន់សម្រាប់ទស្សនាកុមារតូចព្រះនាងឲ្យសូមភ្លក់រសជាតិរបស់ខ្ញុំផងបង្អែមធ្វើដោយដៃមានរសជាតិផ្អែមឆ្ងាញ់បត់ល្អឥតខ្ចោះសម្រាប់ទាររូបញ៉ាំជូចត់ពលអ្នកចង់សម្លាប់កូនតូចរបស់ខ្ញុំព្រះនាងឲ្យអ្នកលើកដំកើងខ្ញុំនំទាំងនេះវាមិនពោលទេវាទាំងអស់គឺចេញពីបេះដូងរបស់ខ្ញុំតើខ្ញុំអាចធ្វើបាបអ្នកដោយរបៀបណាអ្នកមានជាពលខ្ញុំអ្នកអាចធំក្លិនវាបានវាមានរសជាតិល្វីងវាមានរសជាតិដូចឆ្នាំហើយវានឹងធ្វើឲ្យក្រពះរបស់ខ្ញុំម្ចាស់ខ្ញុំគ្មានទោសទេបេះដូងរបស់គាត់គ្មានបញ្ហាអ្វីតតែសោះគាត់ប្រកាសជាម្ចាស់ក្នុងខ្លៅហើយនិយាយមិនសមហេតុផងកុំនិយាយមិនសមហេតុផលអីអ្នកមិនល្អទេនាងមិនដែរខ្ញុំនឹងមិនចូលចិត្តអ្នកទៀតទេត្រឡប់ទៅវិញទៅទីធ្លារបស់អ្នកត្រូវបិទគប់រយៈពេល1ខែមែនទេតើអ្នកដឹងដោយរបៀបណាថាអ្នកនឹងចេញទៅក្រៅខ្ញុំជាអរិយតូចមួយដែលមានបេះដូងពុល100មិនងាយរងគ្រោះថ្នាក់ដោយថ្នាំពុលមិនអាចគេចផុតពីថ្នាំពុលណាមួយឡើយខ្ញុំបានដួលសន្លប់បន្ទាប់ពីបុកចូលច្រមុះនៅទីនេះទាំងអស់នេះគឺអរគុណដល់ក្មេងពីនោះខ្ញុំសូមអនុញ្ញាតឲ្យអ្នកធ្វើឲ្យនាងពិបាកចិត្តហើយឲ្យនាងបង្ខំចិត្តស្លៀកសម្លៀកបំពាក់ចាស់និងញ៉ាំស៊ុបដង្កូវនាងប្រសិនបើនរណាម្នាក់យំខឹងសម្បារឬធ្វើខុសព្រះមហាក្សត្រត្រូវតែនាងខឹងនាងអ្នកបម្រើគោរពតាមប្រពន្ធចង់ឲ្យសូមកុំបារម្ភពីក្មេងព្រៃអីពួកគេនៅតែហ៊ានរត់លេងយ៉ាងព្រៃផ្សៃនៅក្នុងវិមានរបស់ព្រះអង្គម្ចាស់ព្រះមហេសីបានបង្គាប់ឲ្យអ្នកប្រគល់របស់នេះឲ្យអ្នកបដូរសម្លៀកបំពាក់របស់អ្នកឲ្យលឿន
ខ្ញុំមិនពាក់វាទេវាអាក្រក់ណាស់ខ្ញុំចង់ស្លៀកអ្វីដែលស្អាតសម្លៀកបំពាក់ថ្មីមិនត្រូវបានលើកឡើងទេបញ្ជារបស់ស្រីកំណានហ៊ានមិនស្ដាប់បង្គាប់ខ្ញុំនឹងបង្រៀនអ្នកនៅមេរៀនមួយជួនពេលឲ្យខ្ញុំនឹងប្រយុទ្ធនឹងអ្នករហូតដល់ស្លាប់បន្ទាប់ពីនោះអ្នកមិនត្រូវបានអនុញ្ញាតឲ្យធ្វើបាបខ្ញុំទេបើមិនដូច្នោះទេខ្ញុំនឹងវាយក្បាលរបស់អ្នកចូលចុះទៅវាយ20 ដងហើយបណ្ដេញស្ដេចចេញសម្ដេចឲ្យសូមទ្រង់មេត្តាប្រោសប្រណីជីរងរបួសធ្ងន់ណាស់ទេមនុស្សអាចធ្វើបាបកូនតូចរបស់ខ្ញុំអត្តសញ្ញាណរបស់ព្រះនាងគឺមិនច្បាស់លាស់ទេហើយវាមិនចាំបាច់ជាព្រះអង្គជាបុត្របង្កើតរបស់ព្រះអង្គម្ចាស់ប៉ុន្តែគឺចិត្តទន់ភ្លន់មួយផ្លែតរបស់ព្រះអង្គម្ចាស់ហើយបានធ្វើឲ្យទ្រង់ចាំទេពី3នាក់នេះជនជាតិជប៉ុនកំពុងបង្កភាពវឹកវរនិងភាពចលាចលជីតាមិនបាននិយាយពាក្យអាក្រក់ណាមួយឡើយឱកាសនោះអ្នកបានផ្សព្វផ្សាយវាភ្លាមពាក្យចាមអារាមថាយាយជីគឺជាក្មេងប្រុសខ្លាញ់ខ្លួនធ្វើជាព្រះនាងនៃព្រះបរមរាជវាំងម្យ៉ាងវិញទៀតការធ្វើឲ្យឆ្មាំព្រះបរមរាជវាំងរបស់ព្រះអង្គម្ចាស់សើមងគឺជាអំពើពុករលួយពាក្យចាមអារាមអំពីមហេសីអធិរាជកាន់តែអាក្រក់ទៅខ្ញុំត្រូវការភស្តុតាងរឹងមាំដើម្បីបិទមាត់និយាយដើមគេហើយទុកឲ្យ9នាក់មនុស្ស9នាក់បានខ្លាចជាស្ដេចចិនដោយស្របច្បាប់ព្រះនាងនៃវិមាននេះបានបន្តទៅគ្រួសារអធិរាជវិជ្ជបណ្ឌិតព្រះអង្គម្ចាស់ដែលត្រូវបានធ្វើតេស្តរកសាច់ញាតិដោយការស្រក់ឈាមលើព្រះអង្គគ្រាន់តែចាក់ចុងរាមដៃរបស់អ្នកហើយទុកឲ្យឈាមមួយដំណក់ប្រសិនបើពួកវាលាយបញ្ចូលគ្នានៅពេលដាក់ក្នុងទឹកនោះប្រសិនបើកូនជីវសាស្ត្រត្រូវបានបំបែកចេញពីគ្នាតើវាឈឺចាប់ទេប្រសិនបើយើងមិនមានសាច់ញាតិខាងឈាម99ថាអ្នកខ្លាចការឈឺចាប់ល្អទេវានឹងចប់ក្នុងពេល1 វិនាទី